ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅដោះស្រាយបញ្ហា Telegram ដែលអាប់ឡូតនៅលើអេក្រង់ទូរស័ព្ទដៃមានបងប្អូនយើងជាច្រើនបានជួបនៅបញ្ហា Telegram នៅពេលដែលគេផ្ញើសារមកគឺអត់ load notification ឲ្យទេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមាន2វិធីសាស្ត្រដើម្បីចូលទៅធ្វើឲ្យ Telegram នឹង load notification មកវិញអញ្ចឹងជំហានទី1របៀបទី1ហ្នឹងគឺបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាប្រើ iOS បងប្អូនទាំងអស់គ្នាចូល App Store បើបងប្អូនប្រើ Android បងប្អូនចូលនៅក្នុង Play Store មកបន្តមកទៀតបងប្អូនទាំងអស់គ្នាទៅ search ពាក្យថា Telegram អញ្ចឹងបងប្អូន search មកអញ្ចឹងបើសិនជាបងប្អូនឃើញកន្លែងនេះកន្លែង open នេះបើសិនជាគេឲ្យ update បងប្អូនទាំងអស់គ្នាធ្វើការ update កម្មវិធី Telegram នឹងសិនបើសិនជា update ទៅ Telegram របស់យើងនឹងអត់មាន load notification មកទេបងប្អូនអាចធ្វើតាមរបៀបទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកក្នុងកម្មវិធី Telegram app របស់យើងមកអញ្ចឹងបន្ទាប់ពីបងប្អូនចូលនៅក្នុងកម្មវិធី Telegram app របស់យើងមកគឺបងប្អូនទាំងអស់គ្នាចូល setting នៅខាងក្រោមនេះនៅពេលដែលចូលនៅក្នុង setting ខាងក្រោមបងប្អូនទាំងអស់គ្នាក៏លេខមកមើលពាក្យថា notification and sound ដែលមានរូបសញ្ញាកណ្ដឹងហ្នឹងបងប្អូនចុចទៅលើហ្នឹងមកហើយបងប្អូនអស់ទៅខាងក្រោមគេបអស់បងប្អូននឹងឃើញពាក្យថា reset all notification អញ្ចឹងបងប្អូនចុចទៅលើពាក្យ reset all notification ហ្នឹងមកគឺវានឹងចេញពាក្យ reset ឲ្យយើងមួយទៀតហើយអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចទៅលើពាក្យថា reset ហ្នឹងមកគឺរួចជាការស្ដែងអញ្ចឹងនៅពេលដែលគេផ្ញើសារឬមកក៏គេឆាតតាម Telegram មកបងប្អូនគឺវានឹងផ្ញើជាដំណឹងមកឲ្យបងប្អូនវិញនៅលើអេក្រង់ទូរស័ព្ទដៃរបស់បងប្អូនហើយទាំងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងសូមអរគុណ